និយាយទៅជួរ PCOS ដែលមានរូបភាពដូចរូបភាពដែលអ្នកគ្រូបានសិក្សាកន្លងមកពីចា page របស់គ្រូពេទ្យបរទេសឬក៏វីដេអូរបស់គ្រូពេទ្យបរទេសដែលគាត់ចែករំលែកនៅលើ TikTok ឬក៏ Facebook ឬក៏ចាឯកសារនានាដែលអ្នកគ្រូហ៊ានមកពីបរទេសហ្នឹងឥឡូវហ្នឹងគឺថាមាននៅក្នុងស្រុកខ្មែរគឺដូចគ្នាបែបបិទហ្មងគឺថាពងញីទូចនៅនឹងសបកចាសបករបស់ Ovea នេះស្អាតណាស់ចាទូចឲ្យស្ញេះតែម្ដងចាបើកម្រិតរូបភាពរបស់ PCOS នេះគេហៅថាកម្រិត HD តែម្ដងអូយស្អាតណាស់ហ្នឹងហើយនេះអញ្ចឹងអ្នកគ្រូគាត់តែចង់បង្ហាញ PCOS ស្អាតចាស្អាតទៅលើអ្នកជំងឺក៏ស្អាតទៀតចាអត់មានថតកថេកធអីទេចេញមកស្អាតភ្លឹងតែម្ដងចាប៉ុន្តែកំពើពងញីគឺថាឲ្យឡើងសសោះអស់ហើយចាមិនដឹងថា lifestyle គាត់នឹងគឺថាចាធ្ងន់ធ្ងរខ្លាំងណាចា lifestyle នឹងធ្ងន់ធ្ងរខ្លាំងណាស់បានជាពងញីវាដល់ថ្នាក់ហ្នឹងហើយវាខិនទូចហើយស្គឹសត្មងនៅពេញសបកពេញទាំងសបកពេញទាំងផ្ទៃខាងក្នុងចាទាំងសងខាងចាទាំងឆ្វេងទាំងស្ដាំអញ្ចឹងខែចេះគឺថាមកព្យាបាលជាមួយអ្នកគ្រូហ្នឹងគឺរៀង stress បន្តិចហើយចាអ្នកគ្រូហ្នឹងគឺកញ្ញាញ់តែម្ដងចាតែសង្ឃឹមថាអ្នកគ្រូអាចនឹងជួយឲ្យគាត់ចាត្រឡប់មកមានរដូវធម្មតានិងមានកូនដូចគេដូចឯងចា